លើកនេះនាំអ្នកទាំងអស់គ្នាធ្វើទឹកជ្រលក់ខៀវដែលខ្ញុំធ្លាប់ញ៉ាំម្ដងទឹកជ្រលក់ហ្នឹងអត់ដូចគេធ្វើទេណាទឹកជ្រលក់ជាមួយបបែលអាំងល្ងស្លឹកខ្ទឹមដែលប្រឡាក់បែបហ្នឹងបបែលអត់ឆ្អាបទេឈ្ងុយហើយធ្វើតាមវិធីដែលខ្ញុំធ្វើនិងលាងបបែលបែបនេះទៀតទៅជួយកាត់ក្លិនវាបានស្រាប់ទៅហើយទឹកជ្រលក់នេះអ្នកខ្លះគេហៅទឹកត្រីកោះកុងម្ទេសខៀវប៉ុន្តែតាមវិធីខ្ញុំធ្វើនេះអត់មានដាក់ទឹកត្រីទេអញ្ចឹងខ្ញុំហៅវាថាទឹកជ្រលក់ខៀវទៅហើយចំណែករសជាតិវាឆ្ងាញ់ស្រស់ជ្រលក់ជាមួយសាច់ជាពិសេសគ្រឿងសមុទ្រលើកខ្លាំងតែម្ដងតាមពិតទៅទឹកជ្រលក់ម្ទេសខៀវនេះធ្លាប់ឃើញគេមានលក់និងគេប្រាប់វិធីធ្វើច្រើនដែររូបរាងដូចគ្នាប៉ុន្តែរសជាតិអត់ដូចគ្នាទេអញ្ចឹងខ្ញុំក៏សាកធ្វើតាមរសជាតិដែលខ្ញុំចាំបានមានអីត្រូវចិត្តម៉ាច់តែម្ដងមានពេលខ្លះយើងអត់សូវចេះច្បាស់អត់មានទំនុកចិត្តលើខ្លួនឯងចេះតែធ្វើតាមគេគិតតាមគេតែនៅក្នុងចិត្តនេះតែងតែមានអារម្មណ៍មិនទៅថាមិនត្រូវដែរតែអត់ហ៊ានប្រកែកព្រោះយើងគ្រាន់តែដឹងថាមិនត្រូវតែមិនដឹងថាធ្វើម៉េចឲ្យត្រូវអារម្មណ៍មិនទៅតិចៗក្នុងចិត្តហ្នឹងតាមខ្ញុំសង្កេតទៅតាមពិតភាគច្រើនត្រូវតាអញ្ចឹងកុំបំភ្លេចវាចោលអីត្រូវយកវាជាគោលសម្រាប់រកផ្លូវសាកល្បងដើម្បីរកចម្លើយពិតបើសាកល្បងច្រើនវិធីហើយនៅតែមិនត្រូវនោះទើបច្បាស់ថាគួរបំបត្តិមន្ទិលទៅលើចំណុចនោះចោលមែនតែបើមិនទាន់បានសាកពិសោធន៍វិធីផ្សេងទេទុកវាចោលក្នុងចិត្តសិនទៅព្រោះវានឹងហើយអាចជាប្រយោជន៍ឲ្យយើងកាន់តែយល់ច្បាស់ពីរឿងទាំងឡាយនៅថ្ងៃក្រោយទៀត